រឿងចៅសុកនិងចៅសៅកាលពីព្រេងនាយមានបុរសពីរនាក់ជាសម្លាញ់នឹងគ្នាមួយឈ្មោះចៅសុកមួយឈ្មោះចៅសៅបានបួសរៀននៅវត្តជាមួយគ្នាបួសយូរបន្តិចទៅក៏សឹកមកវិញសឹកមកហើយក៏ជាសម្លាញ់នឹងគ្នាទៀតសន្យានឹងគ្នាថាបើនរណាក្រត្រូវជួយគ្នាហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីតីពីគ្នាចៅសុករកស៊ីទៅមានទ្រព្យរបស់ច្រើនឯចៅសៅល្ងងខ្លៅក្រលំបាក់ហើយប្រពន្ធក៏មានសហាយផងចៅសុកដឹងថាប្រពន្ធចៅសៅមានសហាយហើយក្រលំបាក់ដូច្នោះក៏ទៅសួរចៅសៅទៅដល់ឃើញចៅសៅក្រលំបាក់ណាស់មែនក៏បបួលចៅសៅទៅរកស៊ីហើយនិយាយថាត្រូវឯងតាមពាក្យអញចៅសៅក៏ព្រមតាមពាក្យចៅសុកចៅសុកបបួលចៅសៅទៅកាប់ឈើធ្វើក្តាមមឈូសលក់ចៅសៅតាមពាក្យចៅសុកក៏ព្រមទៅជាមួយគ្នាឯកូនសិទ្ធិដែលសហាយនឹងនាងពេជ្រឮជាប្រពន្ធចៅសៅឃើញចៅសៅមិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរួចហើយវិលទៅផ្ទះវិញចៅសុកនិងចៅសៅធ្វើក្តាមមឈូសបានមួយក៏យកទៅដាក់ក្នុងផ្ទះហើយទៅធ្វើក្តាមមឈូសទៀតកូនសិទ្ធិក៏ទៅដេកនឹងនាងពេជ្រទៀតដល់ពាក្យកដាអាត្រៀតចៅសុកនិងចៅសៅមកផ្ទះវិញចៅសុកខំដាប្រញាប់មកមុនស្រែកហៅប្រពន្ធចៅសៅឲ្យបើកទ្វារឯកូនសិទ្ធិផិតភ័យរត់ពំរួចនាងពេជ្រប្រាប់សហាយឲ្យចូលទៅដេកក្នុងក្តាមមឈូសហើយទៅបើកទ្វារសៅចូលទៅក្នុងផ្ទះនាងពេជ្រសួរថាដូចម្ដេចក៏បានជាវិលមកវិញចៅសៅប្រាប់ថាចៅសុកឈឺក្បាលហើយវិលមកវិញហើយចៅសៅប្រាប់ទៅនាងពេជ្រឲ្យដណ្ដាំបាយស៊ីបាយរួចហើយដោយចៅសុកដឹងថាសហាយនាងដេកក្នុងក្តាមមឈូសក៏ប្រាប់ទៅចៅសៅថារកផ្ដៅមកចងក្តាមមឈូសទុកក្រែងចោលលួចចៅសៅក៏យកផ្ដៅទៅចងរួចស្រេចហើយយកដែកគោលបោះថែមពីលើទៀតឯចៅសៅពុំដឹងជាប្រពន្ធមានសហាយក៏ធ្វើតាមពាក្យចៅសុកបង្គាប់លុះព្រឹកឡើងចៅសៅប្រើនាងពេជ្រជាប្រពន្ធឲ្យទៅទិញអីវ៉ាន់នាងពេជ្រក៏ហួសទៅប្រាប់សេដ្ឋីថាឲ្យសេដ្ឋីចាំទិញក្តាមមឈូសត្បិតកូនសេដ្ឋីទៅដេកនឹងខ្ញុំប្តីខ្ញុំមកតន់បានរត់ចូលទៅដេកក្នុងមឈូសឥឡូវនេះប្តីខ្ញុំសែងយកមកដល់ព្រឹកនេះហើយប្រាប់ហើយនាងពេជ្រក៏ត្រឡប់ទៅផ្ទះវិញលុះចៅសុកនិងចៅសៅស៊ីបាយរួចហើយក៏សែងក្តាមមឈូសយកទៅលក់សេដ្ឋីឲ្យខ្ញុំម្នាក់ចាំមើលផ្លូវផ្ដាំថាបើឃើញអ្នកណាសែងក្តាមមឈូសមកដល់ឲ្យរត់ទៅហៅយើងចៅសុកនិងចៅសៅសែងក្តាមមឈូសមកដល់ផ្ទះសេដ្ឋីស្រែកពពុយនាយថាអ្នកណាទិញក្តាមមឈូសទេសេដ្ឋីឮសួរថាលក់តម្លៃប្រមាណចៅសុកប្រាប់ថាឲ្យចាក់ប្រាក់ពីដីឡើងស្មើនឹងក្តាមមឈូសសេដ្ឋីសុំតថ្លៃក៏ចៅសុកមិនព្រមសេដ្ឋីក៏ប្រើខ្ញុំក៏ដល់ឲ្យយកប្រាក់មកចាក់ស្មើនឹងក្តាមមឈូសហើយចៅសុកនិងចៅសៅយកប្រាក់ទៅចែកគ្នាសេដ្ឋីគោះមឈូសយកកូនចេញក្រោយមកចៅសៅយកនាងពេជ្រជាប្រពន្ធដូចដើមវិញ